បាទគ្រប់ជំរាបសួរពុកម៉ែបងប្អូនម្ដងទៀតបាទអញ្ចឹងវីដេអូនេះខ្ញុំនឹងណែនាំពុកម៉ែបងប្អូនឲ្យស្វែងយល់អំពីភាពខុសគ្នារវាងក្បាលបញ្ជាធុងហ្នឹងជាលក្ខណៈ manual ហើយនិងលក្ខណៈ auto តើតើពីរហ្នឹងវាមានលក្ខណៈពិសេសខុសគ្នាបែបណាហើយការប្រើប្រាស់បែបណាអញ្ចឹងទី1តាក់ទងជាមួយនឹងក្បាលបញ្ជាធុង manual បាទជាប្រភេទក្បាលបញ្ជាធុង manual គឺវាមាន function មុខងារដូចគ្នាជាប្រភេទការលាងសម្អាតឬក៏ការឲ្យវាចម្រោះជាដើមអញ្ចឹងការប្រើប្រាស់វាធ្វើការបញ្ជាដល់យើងធ្វើការកាត់បញ្ជាទៅតាមតម្រូវការជាក់ស្ដែងបាទព្រោះយើងធ្វើការបញ្ជាទៅលើក្បាលធុងបែបនេះទៅតាមមុខងាររបស់វាតែយើងមានប្រភេទមុខងារលាងសម្អាតឬក៏មុខងារចម្រោះជាដើមទាក់ទងជាមួយនឹងប្រភេទ manual នេះក៏ដូចគ្នាដែរប្រភេទ manual ប្រើជាមួយនឹង softener ហ្នឹងក៏វាមានមុខងារដូចគ្នាអញ្ចឹងពេលពុកម៉ែបងប្អូនត្រូវការប្រើប្រាស់គាត់នឹងធ្វើការបង្វិលទៅតាមមុខងារដែលយើងចង់បានបាទទៅតាមមុខងារធុងរបស់ធុងមួយហើយហ្នឹងការប្រើប្រាស់យើងត្រូវការលាងពេលណាអីយើងធ្វើការបញ្ជាដោយខ្លួនឯងផ្ទាល់បាទប៉ុន្តែមួយវិញទៀតលក្ខណៈពិសេសរបស់ក្បាលធុងមួយទៀតគឺប្រភេទ auto បាទជាប្រភេទនេះគឺប្រភេទ auto ហើយ auto របស់យើងមានប្រភេទក្បាលបញ្ជាធុង auto ធម្មតាហើយនឹងជាប្រភេទ softener ប្រើ auto និង softener អញ្ចឹងការប្រើប្រាស់វាមានលក្ខណៈប្លែកបន្តិចដោយសារតែវាមានប្រភេទការប្រើប្រាស់ភ្លើងជំនួយដោយសារវាជាប្រភេទ digital auto អញ្ចឹងនៅលើក្បាលធុងនេះបើសិនជាធ្វើការលាងសម្អាតឬក៏ធ្វើការចម្រោះអីជាដើមយើងធ្វើការ set កំណត់នៅលើនេះតែម្ដងដោយសារតែវាមានប៊ូតុងសម្រាប់ធ្វើការកំណត់ដែលយើងធ្វើការលាងសម្អាតបាទយើងកំណត់ថារយៈពេលប្រហែលថ្ងៃដើម្បីឲ្យវាលាងម្ដងលាងខ្ទង់ម៉ោងប្រហែលហើយលាងមកដល់មកពេលហ្នឹងរយៈពេលប្រហែលនាទីយើងអាចកំណត់នៅលើនេះបានទាំងអស់អញ្ចឹងអានេះគឺវាមានលក្ខណៈពិសេសក្នុងថាយើងអត់សូវចាំបាច់មក control វាខ្លួនឯងទេគឺយើង set time នៅក្នុងតែម្ដងរយៈពេលប្រហែលដើម្បីវាលាងសម្អាតឲ្យវាចម្រោះគឺវាធ្វើការខ្លួនឯងអញ្ចឹងលក្ខណៈពិសេសរបស់ក្បាល auto នេះវាងាយស្រួលសម្រាប់ធ្វើការប្រើប្រាស់ដែរអញ្ចឹងចំពោះក្បាលប្រភេទបជារបស់យើងមានពីរប្រភេទនេះហើយការប្រើប្រាស់អាស្រ័យលើតម្រូវការពុកម៉ែបងប្អូនថាតើពុកម៉ែបងប្អូនចង់ប្រើប្រាស់ប្រភេទមួយណាដើម្បីងាយស្រួលឲ្យស្របទៅតាមប្រព័ន្ធម៉ាស៊ីនឬក៏ប្រព័ន្ធចម្រោះពុកម៉ែបងប្អូនដែរបាទអញ្ចឹងអរគុណច្រើន